ខ្ញុំឈឺកាពះហ្នឹងខ្ញុំឈឺមុនខ្ញុំចូលធ្វើការរោងចក្រដល់តាំងពីរយៈពេលខ្ញុំចូលការធ្វើការរោងចក្រមកដោយសារការហូបចុកវាមិនគ្រប់គ្រាន់ខ្ញុំក៏ឈឺកាពះតែឈឺនឹងវាចុកវាឆ្អល់ហើយដោយការដេកពួនសម្រានអីវាអត់សូវគ្រប់គ្រាន់ទៅវាទៅបណ្ដាលឲ្យខ្ញុំហ្នឹងចុកល្មូលពេលដែលធ្វើការហ្នឹងវាតែអង្គុយនិយាយស្ដីជាមួយអ្នកជុំវិញខ្លួនគេថាក្លិនមាត់ណាអញ្ចឹងខ្ញុំប្រាប់គេថាខ្ញុំក្លិនមាត់ហ្នឹងមកពីខ្ញុំហ្នឹងឈឺកាពះខ្ញុំឈឺដំណាក់កាលធ្ងន់ដែរវារហូតដល់រលាកហើយពេលណាដែលខ្ញុំសម្រានមិនសូវលក់ទេព្រោះអីកាពះវាធ្វើទុកខ្ញុំឈឺកាពះហើយចុកដៃចុកជើងនិយាយទៅអត់ទេអសោះក្នុងខ្លួនពិបាកក្នុងខ្លួនហ្នឹងសម្រានអីហ្នឹងគឺពិបាកបត់ដៃបត់ជើងការៈឈឺកាពះហ្នឹងមិនស្រួលទេនិយាយទៅខ្ញុំចង់ជម្រាបដល់បងប្អូនដែលបានឃើញខ្ញុំនិយាយនេះខ្ញុំប្រាប់នេះព្រោះការៈដែលខ្ញុំជួបប្រទេសវាពិបាកហើយឥឡូវខ្ញុំក៏បានជួបនឹងថ្នាំអាសុតមួយខ្ញុំអូស Facebook ក៏ឃើញខ្ញុំក៏ទិញយកមកប្រើឃើញថាសិទ្ធិភាពវាល្អខ្ញុំប្រើបានរយៈពេល1អាទិត្យខ្ញុំកាត់បន្ថយបានច្រើនហើយអាការៈដែលខ្ញុំឆ្លប់អាសេះអាសោះក្នុងខ្លួនហ្នឹងហើយក៏ឈឺចុកចាប់ល្មូលឆ្អល់ចុកពេលដែលឃើញចំណៃដែលមិនគួរហ្នឹងក៏វាធំក្លិនចង់ល្មូលចង់ក្អួតដោយអ្នកចាញ់កូនចឹងអាការៈខ្ញុំបើសិនអ្នកមិនដឹងគេឃើញគេថាខ្ញុំចាញ់កូនតែខ្ញុំឈឺកាពះឈឺដំណាក់កាលធ្ងន់ហើយតែឥឡូវខ្ញុំអូស Facebook ឃើញខ្ញុំក៏ទិញតាម Facebook មកហូបមួយអាទិត្យឥឡូវវាមានសិទ្ធិភាពបានច្រើនមាន2ខ្លងមានម្សៅនិងថ្នាំគ្រាប់តែឥឡូវខ្ញុំលេបទៅបានធូរច្បាស់អញ្ចឹងខ្ញុំចង់ផ្ញើទៅបងប្អូនថាអ្នកជួបប្រទេសដូចខ្ញុំមានជំងឺដូចខ្ញុំដែលខ្ញុំរៀបរាប់អំបញ្ញនេះសាកថ្នាំនេះបានថ្នាំនេះខ្ញុំប្រើផ្ទាល់ក្នុងខ្លួនខ្ញុំបានធូរ 70%ដែរព្រោះអីរយៈពេល1អាទិត្យសោះប្រែប្រួលបានច្រើនការបត់ជើងក៏ស្រួលជួយសម្រួលបានស្រួលពីមុនមកខ្ញុំបត់ជើងអង្គុយសឹងកន្លះម៉ោងទៅ10 20នាទីការងារក្នុងរោងចក្រយើងធ្វើការយើងងាកផ្ទុកទឹកក៏មិនស្ដីឲ្យដែរឥឡូវខ្ញុំប្រើនេះខ្ញុំទៅបត់ជើងស្រួលមិនពិបាកដូចមុនទៀតទេ